นี่កំពូលអ្នកស្ទូចត្រីបាទណានុយបាទនេះនុយអាមិនតិចស្វាសបកក៏ទួយទៅបាទនេះនេះគាត់ប្រាប់ប្រឡងហ្នឹងណាកន្លែងត្រីចាញ់ចូលអញ្ចឹងទៅជាមួយនឹងនេះនុយបាទចង់100មុខឯងគាត់នុយនេះបងប្អូនឃើញមូលមិនមែនសបកក៏ទួយណានេះនុយរបស់គេណាគេចាក់លាយនេះបងប្អូនណាចាក់លាយបាទហើយមើលការលាយរបស់គាត់បាទមិនមែនធម្មតាលាយម្ដងតិចតិចដាក់ម្ដងមកកញ្ចប់ឲ្យយើងឃើញច្បាស់អញ្ចឹងហ្មងនេះទៅហើយទាំងនុយស្អីខ្លះបងប្អូនអើយអានេះនុយត្រីសុងហឺក៏មានដែរបាទដាក់លាយអីទាំងអស់ទាំងហ្មងចង់ថាវាស៊ីអត់គាត់គុំកន្លែងហ្នឹងយូរហើយគាត់មកស្ទូចចូលកន្លែងហ្នឹងមួយខែជាងមួយខែជាប់គ្នាស្ទូចអត់ស៊ីខ្ញុំតាមដានវីដេអូគាត់រហូតហ្នឹងហើយនេះគាត់ប្រាប់ប្រឡងនេះគាត់ថាតំណងត្រីច្រើនអីចឹងណាគាត់ចាក់នុយកៅចាក់អីចឹងទៅដល់ពេលចាក់ទៅមកសតុះនេះគាត់រៀបចំដងគាត់របស់គាត់ហើយដងគាត់របស់គាត់ដូចជាមានពីរបីដើមដែរគាត់ឃើញបពូពូគាត់ថាប្រហែលជាត្រូវវាឡើងអីចឹងណាហើយវីដេអូរបស់គាត់ខ្ញុំតាមដានចិត្តមួយខែបងប្អូនឃើញគាត់លេងដងគាត់តែកន្លែងហ្នឹងទេតែលេងអត់បានណាតែគាត់ឃើញមាត់ត្រីគាត់ថាពូនោះមាត់ត្រីណាអញ្ចឹងបងប្អូនមានតែជាក់ស្ដែងតាមដានមើលទាំងអស់គ្នាទៅដោយកន្លែងនេះគាត់អង្គុយស្ទូចមកសបកយើងយូរហើយប៉ុន្តែអត់ឃើញត្រីវាមកចឹកនុយចឹកអីចឹងណាបងប្អូនគាត់នេះមកដូរប្រឡងដាក់ដងវែងលេងម្ដងមេលេងគៀននេះលេងមកស្ទូហើយយូរនៅតែអត់ត្រីទៀតគាត់ខឹងចិត្តណាគាត់ខឹងចិត្តឥឡូវមានណាបងប្អូនអើយនេះតែហៅគ្នាមកដាក់តយោបូមទឹកហ្មងបូមស្ដាកន្លែងហ្នឹងmớiចង់ដឹងថាគាត់ចង់ដឹងថាកន្លែងវាមានត្រីអត់ណាបងប្អូនគាត់មិនបូមចាប់ត្រីគាត់ចង់ដឹងថាវាមានត្រីអត់ឥឡូវបូមនេះម៉ាស៊ីនបូមគាត់បងប្អូនអើយធំនេះបូមជាក់ស្ដែងហ្នឹងគាត់បាទនេះរងចាំមកស្ទុះមកនេះបូមឡើងហីបងម៉ែបងប្អូនអើយពោះចិត្តតាមមកក្បាលក៏គ្មានដែរត្រីនេះអត់មានលេងហ្មងនេះពុកម៉ែបងប្អូនមកក្បាលក៏មានអត់មានដែរ